ពួកខ្ញុំមានពេលមួយថ្ងៃដើរលេងនៅទីក្រុងហាណូយប្រទេសវៀតណាមណាមកមើលថានៅទីក្រុងបុរាណបែបហ្នឹងមានកន្លែងណាដើរលេងខ្លះហើយមកលេងនៅនេះមួយថ្ងៃពួកខ្ញុំចំណាយអស់មែនដែរខ្ញុំមកហាណូយនេះបំណងមកធ្វើការទេប៉ុន្តែជ្រុលជាមកអីនៅបន្តមួយថ្ងៃទៀតដើរលេងស្រុកគេហ្មងទៅនៅតែដែលខ្ញុំគេងហ្នឹងគេមានបាយព្រឹកឲ្យដែរតែខ្ញុំអត់ញ៉ាំទេចង់ explore ស្រុកគេមករកអីញ៉ាំនៅជិតហ្នឹងកន្លែងនេះគេហៅបុនរូមិនរើមិនខ្ញុំមិនចេះអានទេប៉ុន្តែផ្លែព្រឹកគេមែនតែជារបៀបទឹកស៊ុបពេញប៉ោះមានសរសៃបាញ់សុងមានតាំងពីសាច់ទៅហ៊ូហើយផ្លែជាងគេខ្ចៅហ្នឹងហ្មងមួយចាននេះតម្លៃ40000ដងឬក៏ស្មើនឹង6000រៀលខ្មែរយើងខ្ញុំមកជើងនេះអត់បានដូរលុយមកច្រើនទេព្រោះដឹងរបៀបចាយហើយយើងអាច scan ទូទាត់តាម Emirates Mobile បានដូចនៅខ្មែរយើងអញ្ចឹងឲ្យតែកន្លែងណាគេមាន QR ដាក់ថា Viet QR Global ដឹងតែ scan បានហ្មងងាយម្យ៉ាងដែរអត់សូវវល់រឿងរាប់លុយចេញពីនឹងទៅពួកខ្ញុំជី Grab ទៅរកកាហ្វេញ៉ាំខ្ញុំទៅសើស្រុកនេះផងថាមិនថាកន្លែងនឹងចៀតប៉ុណ្ណាទេក៏គេបើកហាងបានដែរមកផ្លូវនេះហាងកាហ្វេឡើង4-5ហើយសិតតែកាហ្វេស្អាតតែតម្លៃកាហ្វេគេនៅនេះខ្ញុំចាប់អារម្មណ៍ឃើញថារៀងខ្ពស់ជាងនៅ Saigon ពីកៅទូចៗដែលឃើញនឹងខ្ញុំចាយអស់5រៀលនៅនេះក៏គេទទួលវា QR Global ដែរខ្ញុំ scan ជាមួយ Emirates Mobile ដែរតែផ្លេចថតឲ្យគេលក់អីវ៉ាន់ local ដែលហាងគេបាក់ជាប់គ្នាដូចនៅ Saigon ដែរប៉ុន្តែតិចជាងអត់សូវសម្បូរបែបដូច Saigon ទេខ្ញុំចូលទៅនឹងទិញបានខ្លះដែរតែសូមអត់បោកចូលការចំណាយយើងទេព្រោះហ្នឹងយើងទិញក៏បានអត់ក៏បានចេញពីនឹងទៅពួកខ្ញុំទៅញ៉ាំបាយថ្ងៃកន្លែងនេះគេល្បីនៅក្នុង TikTok មែនតើរបៀបជាកាទៀវកាត់លាយជាមួយនឹងសាច់ច្រាមមើលទៅរៀងខ្មៅប៉ុន្តែពេលខ្ញុំមកនោះមនុស្សច្រើនពេកគេបិទកំងអាហ្នឹងទៅខ្ញុំហៅមកនេះក៏របៀបកាទៀវកាត់ដែរគ្រាន់តែគេញ៉ាំមួយប៉ាតេបន្លែហើយមានសាច់ជ្រូកអាំងទៀតរសជាតិប្លែកម្យ៉ាងខ្ញុំអត់ដែរញ៉ាំពីមុនមកទេហើយញ៉ាំហាងនេះហើយខ្ញុំរៀងភ្ញាក់រឿងតម្លៃគេអវ៉ាន់មួយថាសហ្នឹងខ្ញុំមានហៅសាច់ថែមពីលើហ្នឹងទៀតគិតលុយអស់តែ185,000ដងឬក៏ស្មើនឹង23000ខ្មែរយើងឯងសម្រាប់ខ្ញុំនៅក្នុងចំណោមហាងទាំងអស់ហាងនេះតម្លៃធូរជាងគេហ្មងហើយនេះខ្ញុំមកញ៉ាំបាយល្ងាចនេះនៅជុំវិញឆើចមួយដែលគេល្បីនៅហាណូយហ្នឹងញ៉ាំបាយមើលទេសភាពចឹងទៅហាងដែលខ្ញុំចូលមុននេះមកហូបឆ្ងាញ់គ្រប់មុខមិនដឹងថាមកពីខ្ញុំឃ្លានឬក៏មិនទេសរុបទៅម៉ានមុខនេះអស់$22បាយល្ងាចនេះរៀងក្រាស់ក្រែលដែរហ្នឹងអត់ទាន់ចប់ទេនៅមានមកកន្លែងទៀតដែលខ្ញុំចង់ទៅនេះគេលក់ផ្អែមមកល្បីនៅក្នុង TikTok មែនតើមាន caramel មានផ្អែមគ្រប់មុខមានក្រែមដូងហើយឆ្ងាញ់ផកគេកន្លែងនេះគិតលុយទៅខ្ញុំអស់$4កន្លះហើយ scan ទូទាត់តាម Emirates Mobile ដដែលហ្នឹងអញ្ចឹងបើឲ្យខ្ញុំសរុបទៅមួយថ្ងៃដែលខ្ញុំចំណាយនៅ Hanoi នេះបបូកទាំងការស្នាក់នៅការធ្វើដំណើរការហូបចុកពេលប៉ុបដូចខ្ញុំហ្នឹងពីរនាក់ខ្ញុំចំណាយអស់$86អត់ខុសពីការចំណាយផងខ្ញុំនៅ Saigon មែនដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជាប្រយោជន៍ទៅកាន់បងៗដែលមានគម្រោងមកប្រទេសវៀតណាមមិនថាដើរលេងឬក៏ធ្វើការទៅបែកខាងណាក៏ដោយពេលមកត្រូវការ scan ទូទាត់អីអាចប្រើតាម Emirates Mobile ដូចខ្ញុំបានវាមិនគ្រាន់តែងាយស្រួលទេប៉ុន្តែឥឡូវនេះគឺមានឱកាសឈ្នះម្រាន់ទៀតធ្វើប្រតិបត្តិការកាន់តែច្រើននិងមានឱកាសឈ្នះកាន់តែច្រើនហ្មងមានតាំងពី iPhone 17 Pro Max ម៉ូតូ laptop ហើយនឹងទឹកប្រាក់100,000រៀលចំនួន50នាក់អត់ប្រហែលដូរលុយមកច្រើនដូចមុនទេហើយងាយស្រួលនៅក្នុងការប្រើប្រាស់ទៀតអញ្ចឹងបើបងមានគម្រោងមកខាងវៀតណាមអាចទូទាត់ប្រាក់តាមរយៈ Emirates Mobile បានហើយបើអត់ទាន់មានទេ download មកប្រើប្រាស់ម្នាក់មួយមកអរគុណច្រើនជម្រាបលា